សម្រងផ្សាយដោយបណ្ដាញសារព័ត៌មានថៃប្រាប់ទៅជនជាតិថៃពិសេសក្រុមជននិយមរបស់ថៃដែលថាកម្ពុជាគឺជាប្រទេសក្រីក្រគឺកំពុងតែគិតខុសហើយព្រោះកម្ពុជាបច្ចុប្បន្នមានអគារខ្ពស់ៗពិសេសរាជធានីភ្នំពេញមានអគារខ្ពស់ជាងនៅទីក្រុងបាងកកប្រទេសថៃទៅទៀតមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងអគារខ្ពស់ៗកើតឡើងជាបន្តបន្ទាប់សំណង់លំនៅឋានដ៏សម្បូរបែបនិងទំនើបអគារអាផាតមិនកន្លែងធ្វើការកន្លែងស្នាក់នៅប្រលានយន្តហោះថ្មីនិងសេវាកម្មផ្សេងជាច្រើនទៀតលោកចតុភ័ណ្ឌព្រំផានបានបន្តថាជាង40ឆ្នាំមកនេះកម្ពុជាត្រៀមកសាងប្រទេសហើយថាកម្ពុជាគឺចាយលុយដុល្លារដែលជារូបិយប័ណ្ណគ្រឹះរបស់សេដ្ឋកិច្ចប្រទេសកម្ពុជាដែលលុយដុល្លារនេះហើយគឺមានតម្លៃថ្លៃជាងលុយប្រាក់បាត់របស់ថៃនាពេលបច្ចុប្បន្នទៅទៀតហើយដូច្នេះហើយទើបការអភិវឌ្ឍប្រទេសកម្ពុជាឃើញប្លែកមុខមាត់ជារៀងរហូតនិងជារៀងរាល់ឆ្នាំដូច្នេះអ្នកដែលមើលងាយនឹងដៀថ្មេះតាខ្មែរក្រីក្រសូមគិតឡើងវិញឬអាចទៅមើលឲ្យឃើញច្បាស់ថាតើគ្រប់យ៉ាងដោយដែលលោកបានលើកឡើងដែរឬទេសូមជម្រាបថាចរិតរបស់ជនជាតិសៀមតែងមើលងាយមើលថោកមកលើជនជាតិខ្មែរដោយពួកគេខ្លាចខ្មែររីកចម្រើនជាងពិសេសគឺសៀមសូរិនដែលប្រើភាសាខ្មែរនិងចេះភាសាខ្មែរតែងជេរប្រមាថមើលងាយជនជាតិខ្មែរទាំងដែលពួកគេមិនដែលមកជាប់ដីខ្មែរសូម្បីម្ដងជាង40ឆ្នាំចុងក្រោយនេះជាស្ដែងក្រោយកើតមានអធិការនិងអធិភាពជាមួយគ្នាពលរដ្ឋខ្មែរក៏បានឃើញស្គាល់សន្តានជនជាតិសៀមច្បាស់ថាពួកគេ